គុំប្រយុទ្ធក្នុងកម្មវិធីអសពប្រមានខ្មែរនៅក្នុងរបស់យើងក៏ក្រៅពេញអំណាចខ្មែរហើយហ៊ុនតូប្រមានសអសុខាថាបាននាំយួនកំតិចលបែងស៊ីសងនៅកម្ពុជាទោះមួយនេះមិនអាចលើកលែងបានទេប្រិយមិត្តជាទីគោរពនិងជាទីស្នេហានេះជារឿងដែលត្រកូលហ៊ុនកំពុងចងគំនុំជាមួយគ្រួសារលោកសខេងថាលោកសសុខាជាអ្នកនាំយួនចូលមកដីខ្មែរបំផ្លាញការរុកស៊ីរបស់វងត្រកូលហ៊ុនគឺលោកហ៊ុនតូជាដើមបញ្ហាមួយនេះបានធ្វើឲ្យលោកហ៊ុនសែនឃើញថាពុបប្រហែលនយោបាយទាំងស្រុងរបស់សម្ដេចក្រឡាហោមសខេងគឺកំពុងវាយប្រហារចូលក្នុងអំណាចសេដ្ឋកិច្ចរបស់វងត្រកូលហើយនៅពាក់កណ្ដាលខែកុម្ភៈលោកសសុខាបានទៅយួនក្រោយពេល5ថ្ងៃយួនដឹកតបចូលខ្មែរកំតិចលបែងឆបោកនេះជាទស្សនវិជ្ជាដែលហ៊ុនតូបានឲ្យសញ្ញាថាឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានប្រឹងនឹងត្រឹមប្រយុទ្ធជាមួយលក្ខណៈធំដើម្បីកាត់បន្ថយអំណាចវងត្រកូលហ៊ុននៅក្នុងគណបកប្រជាជនកម្ពុជាក៏ដូចជារាជាអាណាចក្រកម្ពុជាយោងទៅតាមស្ថានភាពនយោបាយជាបន្តនេះលោកហ៊ុនតូបានបញ្ជាឲ្យក្រុមបាតដៃខ្មៅរបស់ខ្លួនទៅគម្រាមកំហែងលោកសសុខាដល់ផ្ទះផងដែរឆត់ឆាកនយោបាយមួយនេះលោកសសុខាមិនខ្លាចនោះទេបើទៅតាមអ្វីដែលលោកសរដ្ឋាបានអះអាងថាលោកហ៊ុនតូជាក្រុមអុកញ៉ាតែប៉ុណ្ណោះគឺមិនហ៊ានខ្លាំងពេកទេទោះហ៊ុនតូជាក្មួយហ៊ុនសែនក្តីនេះជាស្មារតីដ៏រឹងមាំរបស់លោកសខេងដែលកំពុងការពារខ្លួនមិនឲ្យគ្រួសារហ៊ុនមើលស្រាលទៀតឡើយគឺត្រូវតែនៅក្នុងតំងន់នឹងខ្សែបន្ទាត់ធ្ងន់ចំពោះឆត់ឆាកនយោបាយខ្មែរមិនដូចជាមុនទេវាត្រូវតែរស់រវើកនៅក្នុងក្តីស្រមៃថាការផ្លាស់ប្ដូរត្រូវតែមានភាពរឹងមាំរូបភាពនយោបាយនៃគ្រួសារហ៊ុនពេលនេះឃើញថាប្រទេសក្នុងកំពុងសម្លេះបន្តិចម្ដងនៅក្នុងចំហកំពុងឈួរលើភាពបាត់បង់បែកខាងក្នុងរួមបញ្ចូលជាមួយនឹងការវាយប្រហារដ៏ក្តៅបំផុតរបស់បរទេសដែលគេបានឃើញច្បាស់ថាក្រុមគ្រួសារវងត្រកូលហ៊ុនបង្កើតក្រុមឆបោកដើម្បីយកប្រវត្តិគេមកធ្វើជាសំណែសេដ្ឋកិច្ចរបស់ខ្លួនលើលំហកម្លាំងជាតិសាសន៍ផ្សេងនៅក្នុងដែនកម្ពុជាដូច្នេះប្រទេសយួនបានកសឹបជាមួយលោកសសុខាអំពីលក្ខណៈបង្ក្រាបទៅលើតំបន់ដែលនគរបាលចារកម្មយួនថាជាកន្លែងទុកមនុស្សជាតិសាសន៍យួនសម្រាប់ឆបោកលើប្រព័ន្ធអនឡាញទីបំផុតលោកសសុខាបានសហការជាមួយនឹងនគរបាលចារកម្មយួនចូលមកដល់ដីខ្មែរកម្ចាត់តំបន់ទាំងអស់នេះដោយអត់មានសំចៃដៃនោះទេទោះលោកហ៊ុនតូបានស្រែកអង្វរយ៉ាងណាក្តីតែការអនុវត្តវាបានคล้ายទៅជាលំហនៅក្នុងផែនការបោសសម្អាតមួយចំណែករបស់លោកឯកឧត្តមសសុខានិងយួនដែលជាអ្នកមានបរិបទរបស់ខ្លួនត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធមួយនេះរឿងមួយនេះដែលលោកសសុខាត្រូវបានហ៊ុនតូជាមនុស្សចម្បាំងមកលើគ្រួសារអំណាចហ៊ុននេះគឺជាការពិតមួយនៅថ្ងៃទី7ខែមីនាឆ្នាំ2025នេះលោកហ៊ុនតូបានព្រមានយ៉ាងក្តៅបំផុតថាលោកសខេងមិនចេះប្រដៅកូនដូច្នេះទុកឲ្យវងត្រកូលហ៊ុនប្រដៅវិញចោះការបោះសម្ដីទៅវិញទៅមកនេះផងដែរផ្ទៃក្នុងកាន់តែមានជំនឿថាលោកហ៊ុនតូប្រើអំណាចហ៊ុនដើម្បីវាយចូលគ្រួសាររបស់លោកសខេងជាមិនខាននោះទេទោះជាយ៉ាងនេះក្តីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាក៏បានបង្ហាញវិញថាភ្នាក់ងារជារដ្ឋមន្ត្រីស៊ីប្រាក់មហាជនមិនបំរើមហាជនតែបំរើនរណាទៅនេះជាចំណុចដែលលោកហ៊ុនសែនចាញ់ទាំងស្រុងជាផ្លូវការដែលមិនអាចណាគេចបានពីកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តឡើងអស់រយៈពេល45ឆ្នាំដែលក្តាប់អំណាចនៅក្នុងដែនកម្ពុជានោះឡើយ
ប្រិយមិត្តជាទីគោរពនេះគឺជាការចាប់ផ្ដើមចំពោះកត្តាអំណាចដែលលោកហ៊ុនសែនជាអ្នកបង្កើតវិសមភាពជ្រុលនិយមសម្រាប់សង្គមមួយដែលគ្មាននរណាមកបៀតបៀននៅក្នុងកិច្ចការដឹកនាំរបស់លោកហ៊ុនសែនតែជំហាននីមួយៗរបស់លោកហ៊ុនសែនវាបានខ្លាយទៅជាសោកនាដកម្មចំពោះប្រទេសក្នុងអំណាចដែលពួកគាត់បានឃើញច្បាស់ថាគោលកត្តានយោបាយទាំងអស់ដែលលោកហ៊ុនសែនបានដាក់ឡើងវាគឺជារឿងដែលខ្លួនជាអ្នកបម្រើបាក់ឃើញថាវាជារបបនៃទស្សនវិជ្ជានយោបាយវាទីនិវង្សត្រកូលហ៊ុននៅក្នុងគណៈបកប្រជាជនកម្ពុជានៅពេលនេះលោកហ៊ុនសែនបានឃើញច្បាស់ចំពោះសកម្មភាពនយោបាយនៅក្នុងកណ្ដាប់ដៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានលើកឡើងពីចំណុចក្តៅបំផុតនៃកិច្ចការរស់ស៊ីរបស់វង្សត្រកូលហ៊ុនជាពិសេសគឺពាក់ព័ន្ធជាមួយលោកហ៊ុនតូតែម្ដងប្រិយមិត្តជាទីគោរពនិងជាទីស្នេហាក្មួយបង្កើតប្រធានប្រសិទ្ធិហ៊ុនសែននឹងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូអះអាងថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅកាន់អតីតមួយចំនួននិងអ្នកនយោបាយមួយចំនួនដែលជាប់ពាក់ព័ន្ធនៅក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញដែលមានលោកហ៊ុនតូជួបពីក្រោយខ្នងនេះដូច្នេះក្រសួងយុតិធធនៅតែរក្សាភាពស្ងៀមស្ងាត់លើសំណុំរឿងនៃការចោទប្រកាន់និងការបទបង្ហាញរបស់វង្សត្រកូលហ៊ុនចំពោះមន្ត្រីថ្នាក់ជាតិមួយចំនួនក្មួយបង្កើតលោកហ៊ុនសែនគឺហ៊ុនតូបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់នេះដែលកើតឡើងនឹងការលើកឡើងចេញពីអំណាចរបស់សម្ដេចស ខេងទាក់ទិននឹងការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមដែលចោទថាលោកនៅពីក្រោយខ្នងនៃបទឧក្រិដ្ឋឆបោកនៅក្នុងប្រព័ន្ធអនឡាញនិងជាជនឆបោកលុយរាប់លានដុល្លារពីអ្នកចំនួនមកពីប្រទេសចិនលិខិតចំហដែលហត្ថលេខារបស់ហ៊ុនតូកាលពីថ្ងៃទី8ខែមករានឹងត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យដឹងថាលោកហ៊ុនតូហាក់បីព្យាយាមបង្ហាញប្រាប់មហាជនថាខ្លួនជាមនុស្សស្អាតស្អំនិងចាត់ទុកការចោទប្រកាន់មកពីសម្ដេចកូឡាហោមស ខេងនិងកូនប្រុសគឺផ្ទុយពីការពិតបំផន់មតិសាធារណជនមានចេតនាទុច្ចរិតនិងទម្លាក់កំហុសលើរូបលោកហ៊ុនតូបានអះអាងថាលោកក៏រងការគំរាមកំហែងសម្រាប់មកពីសំណាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាផងដែរក្នុងលិខិតដែលលោកហ៊ុនតូបញ្ជាក់នេះបានត្រៀមរួចខ្លួននិងរួចរាល់ជាស្រេចដើម្បីប្តឹងបកនិងតតាំងតាមផ្លូវការជាមួយនឹងលោក ស សុខានៅក្នុងរដ្ឋសភានៅក្នុងរដ្ឋាភិបាលលោកហ៊ុនតូចាត់ទុកការចោទប្រកាន់របស់លោក ស សុខាថាបានប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរស់នៅនិងការរស់ស៊ីរបស់លោកហ៊ុនតូនៅក្នុងដីខ្មែរទន្ទឹមនឹងនេះការបោះស្រាយបែបនេះរបស់លោកហ៊ុនតូដែលលោក ស សុខាបានវិយតម្លៃថាជាមនុស្សមានចរិតកោងកាចនិងមានអំណាចពេញដៃធ្វើជំនួញបែបឧក្រិដ្ឋជននៅក្នុងដីកម្ពុជាដោយបើកចំហក៏មានកេរ្តិ៍ឈ្មោះអាស្រូវជាច្រើននឹងត្រូវស្ថាប័នកាសែតអន្តរជាតិផ្សព្វផ្សាយកន្លងមកនេះលោកពាក់ព័ន្ធនឹងអំពើការជួញដូរមនុស្សគ្រឿងញៀននិងការលាងលុយកខ្វក់និងអំពើឆបោកនៅក្នុងទឹកដីកម្ពុជាឆ្លើយតបនឹងនេះលោក ស សុខាក៏បានប្រកាសនៅក្នុងគេហទំព័រ Facebook របស់ខ្លួននៅក្នុងថ្ងៃទី7ខែមីនាឆ្នាំ2025ថាលោកហ៊ុនតូដើរតួជាជនសប្បុរសធម៌คล้ายៗដើម្បីបិទបាំងអំពើរបស់ខ្លួនជាចំណុចឧក្រិដ្ឋរបស់ខ្លួននៅក្នុងទឹកដីកម្ពុជាលោក ស សុខាបញ្ជាក់ទៀតថាលោកក៏មិនបានគម្រាមសម្រាប់លោកហ៊ុនតូនោះទេព្រោះលោកថាលោកហ៊ុនតូមានការងារការពារពីសំណាក់នៃក្រុមអង្គការនិងក្រុម
មេបញ្ជាការរបស់លោកហ៊ុនសែននឹងមានអំណាចលើតុលាការមិនអាចណាបញ្ជាស្ថាប័នរដ្ឋកម្ពុជាមួយចំនួនដូចជាក្រសួងយុតិធម៌បានឡើយលោកសសុខាក៏បាននិយាយថាតែងតែពីក្មេងមកហ៊ុនតូឯងជាមនុស្សពីលអត់ចូលសាលាអត់ចេះអក្សរធ្វើបាបតែគេដើរចាប់កូនស្រីគេលួចប្រពន្ធគេធ្វើបាបអ្នករស់ស៊ីលបួងគេទៅផ្ទះផឹកស៊ីហ៊ុនតូឯងបានដាក់ស្អីគេខ្លះទៅឲ្យគេផឹកស៊ីនោះនៅក្នុងស្រុកខ្មែរវិញគ្មាននរណាហ៊ានគំរាមសម្លាប់ហ៊ុនតូឯងនោះទេអ្នកណាក៏គេដឹងថាហ៊ុនតូឯងនេះគឺមានអំណាចណាស់អំណាចហ៊ុនតូឯងគឺចង់ខ្លាំងជាងនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីផ្សេងទៅទៀតមួយវិញទៀតពាក្យថាគម្រាមសម្លាប់បើគេគម្រាមសម្លាប់ហ៊ុនតូឯងមែននោះហ៊ុនតូឯងបញ្ជាក់ផតាំងថាកន្លែងណាដែលគេគម្រាមសម្លាប់ហ៊ុនតូឯងហ៊ុនតូឯងដើរលៀបពណ៌គ្រប់តែគ្នានឹងនៅថ្ងៃទី7ខែមីនាឆ្នាំ2025លោកសសុខាក៏បានចេញសេចក្តីបំភ្លឺតាម Facebook របស់ខ្លួនដោយបន្តចោទប្រកាន់ថាហ៊ុនតូគឺជាអ្នកផ្ដាល់ការពារដល់ក្រុមអ៊ុក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជានិងបានប្រើឧបាយកលនានាដើម្បីយកទ្រព្យសម្បត្តិរបស់លោកសសុខាសង្កត់ធ្ងន់ថាលោកគ្មានជំនឿលើប្រព័ន្ធនិងទស្សនវិជ្ជាយុតិធម៌នៅកម្ពុជានោះទេដោយសាររដ្ឋមន្ត្រីក្រសួងយុតិធម៌លោកកាន់រិទ្ធបានខົບខិតជាមួយនឹងលោកហ៊ុនសែននិងក្រុមអំណាចរបស់លោកហ៊ុនសែនទៅហើយទោះជាយ៉ាងនេះក្តីលោកអះអាងថាលិខិតនេះថានឹងបានត្រៀមខ្លួនប្តឹងចំពោះលោកហ៊ុនតូទៅកាន់តុលាការអន្តរជាតិនិងតុលាការបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសអង់គ្លេសអូស្ត្រាលីអាមេរិកនិងតុលាការចិនដើម្បីឲ្យជួយស្វែងរកយុត្តិធម៌លោកសសុខាជាប្រធាននៅក្នុងតំបន់មួយដែលអាចហៅថាជាអេរិយាបថនឹងការបង្ហាញចេញអំពីទស្សនវិជ្ជានយោបាយនៅក្នុងភាពជាគំរូដែលជាទស្សនវិជ្ជាដែលជាកត្តាការលើកកម្ពស់នៅក្នុងភាពអំនួតនិងការកម្ចាត់បងនៃទ្រឹស្ដីនយោបាយមួយចំនួនដែលត្រូវគេមើលឃើញច្បាស់អំពីកម្រិតអំពីឈុតឆាកអំពីលក្ខណៈនយោបាយដែលជាជំហានដែលជារូបភាពដែលឯកឧត្តមអភិសន្តិបណ្ឌិតសសុខាកំពុងតែធ្វើនិងបម្រើនៅក្នុងកម្មសិទ្ធិនៃការបញ្ចេញនៃឈុតឆាកនយោបាយជាកន្លែងជាឫសគល់នាំមកនៅសុទ្ធអំណាចនាំមកនៅសុទ្ធសេរីនាំមកនៅភាពក្លាហានដ៏ត្រចះត្រចង់ចំពោះប្រជាពលរដ្ឋចំពោះយុត្តិធម៌នៅក្នុងសង្គមនេះគឺជាការពិតមួយដែលឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានត្រៀមអ្វីៗគ្រប់យ៉ាងលើលំហរបស់ខ្លួននិងត្រៀមធ្វើគ្រប់យ៉ាងនៅក្នុងទួនាទីនៃការលើកកម្ពស់អំពីជីវភាពអំពីទស្សនវិជ្ជាច្បាប់របស់កម្ពុជាឲ្យคล้ายទៅជាភាពរឹងមាំឯករាជ្យនិងយុត្តិធម៌នៅក្នុងសង្គមដើម្បីការពារសង្គមនិងការពារប្រជាពលរដ្ឋមិនឲ្យរងនៅភាពអយុត្តិធម៌មកពីក្រុមអ្នកមានលុយក្រុមអ្នកអុកញ៉ានិងក្រុមដែលមេបញ្ជាការតែមានភាពនឹងនៅពីក្រោយខ្នងមានការខົບខិតជាមួយរដ្ឋមន្ត្រីធំនៅក្នុងគណៈបកប្រជាជនកម្ពុជាសារព័ត៌មានខ្មែរមេកុងញ៉ូសសូមអរគុណចំពោះអស់លោកអ្នកដែលបានចូល Subscribe និងចុចកណ្ដឹងដែលជាលក្ខខណ្ឌដើម្បីទទួលបាននៅព័ត៌មានថ្មីៗរបស់យើងគ្រប់ពេលវេលាសូមអរគុណនិងជម្រាបលា